បុរសម្នាក់នេះបានរៀបចំកាំភ្លើងបាញ់ស៊ីបរបស់គាត់យ៉ាងជាប់ដើម្បីសម្ដៅទៅកាន់គោលដៅបេះដូងគាត់លោតដល់65ដងក្នុង1នាទីគាត់ទាញកន្លះកាំភ្លើងចាប់គោលដៅហើយកេះកៃនេះគឺជាការបាញ់ខុសលើកដំបូងរបស់ឡាវ៉ាន់ក្នុងរយៈពេល300ឆ្នាំនៃការងាររបស់គាត់ដោយឃើញថាបាញ់មិនត្រូវគាត់ក៏ទាញកន្លះកាំភ្លើងម្ដងទៀតដើម្បីបាញ់បន្ថែមប៉ុន្តែគូកុនរបស់គាត់បានដឹងខ្លួនទាន់ឡាវ៉ាន់មានតែសម្រេចចិត្តដកថយគាត់ប្រមូលឧបករណ៍យ៉ាងលឿនរើសសម្បកគ្រាប់ហើយប្រញាប់ចាក់ចេញពីកន្លែងកើតហេតុគាត់ជិះម៉ូតូកាត់ប៉ូលីសរួចបោះឧបករណ៍ចោលក្នុងឡានដឹកសម្រាមនិងបោះមួកសុវត្ថិភាពចូលក្នុងទឹកទន្លេគាត់មកដល់ហាងលក់ទំនិញរួចចូលក្នុងបន្ទប់ទឹកដោះខោអាវចេញដើម្បីលាងជម្រះក្លិនដែលជាប់ខ្លួនមុននឹងចាក់ចេញគាត់មិនភ្លេចបាញ់ទឹកអប់ដើម្បីបិទបាំងក្លិនឡើយគាត់គឺជាមនុស្សដែលម៉ត់ចត់បំផុតគាត់ជិះតាក់ស៊ីទៅប្រលានយន្តហោះបោះអាវុធចុងក្រោយចោលក្នុងធុងសម្រាមបន្ទាប់ពីលាងជម្រះក្លិនរួចក៏ចាក់ចេញទៅពេលឆ្លងកាត់កន្លែងរួចពិនិត្យគាត់ឃើញឆ្កែប៉ូលីសដោយមានការប្រុងប្រយ័ត្នខ្ពស់គាត់ក៏បែរក្បាលត្រឡប់ក្រោយវិញគាត់ចូលក្នុងបន្ទប់ទឹកលាងសម្អាតម្ដងទៀតលើកលែងតែនាឡិកានេះគាត់ធានាថាមិនមានសល់ក្លិនអ្វីឡើយពេលនេះគាត់ទើបតែមានអារម្មណ៍ធូរស្រាលគាត់ទូរស័ព្ទទៅអ្នកកណ្ដាលដើម្បីប្រាប់ពីបរាជ័យនៃបេសកកម្មម្ខាងទៀតមិនសប្បាយចិត្តឡើយប៉ុន្តែឡាវ៉ាន់មិនស្ដាប់ច្រើនទេគឺគាត់បិទទូរស័ព្ទភ្លាមគាត់បោះស៊ីមកាតចោលក្នុងបង្គន់ដើម្បីកុំឲ្យមានដានអ្វីទាំងអស់គាត់ត្រឡប់ទៅផ្ទះវិញជិះឡាន Hummer ដែលបានចតទុករួចឆ្ពោះទៅកាន់វីឡាឯកជនរបស់គាត់ប៉ុន្តែស្នាមជើងនិងកន្ទុយបារីនៅលើដីហាក់ដូចជាគួរឲ្យសង្ស័យគាត់ដកកាំភ្លើងពីថតភ្លាមរួចរត់ចូលទៅក្នុងគាត់ឃើញស្នាមឈាមនៅលើជញ្ជាំងឡាវ៉ាន់ដឹងថាមានរឿងមិនស្រួលក៏ទូរស័ព្ទទៅភរិយាភ្លាមវ៉ាវ៉ាន់មកដល់មន្ទីរពេទ្យភរិយារបស់គាត់ត្រូវបានគេវាយឲ្យរងរបួសធ្ងន់ប្អូនថ្លៃគាត់ប្រាប់ថានេះមិនមែនជាការប្លន់ទេគឺជាការសងសឹកដោយចេតនាពួកគេមាន2នាក់ជិះឡានពណ៌បៃតងនេះគឺជាព័ត៌មានទាំងអស់ដែលភរិយាគាត់បាននិយាយមុនពេលសន្លប់ឡាវ៉ាន់ដឹងថាអ្នកកណ្ដាលបានក្បត់គាត់ហើយគាត់បានសន្យាជាមួយប្អូនថ្លៃថាជារឿងបែបនេះនឹងមិនកើតឡើងម្ដងទៀតឡើយគឺភរិយាគាត់បានដឹងខ្លួនឡើងនាងនិយាយថានាងខ្លាចណាស់ខ្លាចថានាងនឹងនិយាយអ្វីចេញទៅប៉ុន្តែនាងមិនបាននិយាយឡើយមិនថាពួកគេធ្វើអ្វីឬនិយាយអ្វីខ្ញុំក៏មិនដែលនិយាយរឿងរបស់អ្នកដែរក៏បើខ្ញុំទៅរំមិនបានខ្ញុំប្រហែលជាមិនបានឃើញអ្នកទៀតទេវ៉ាវ៉ាន់រំភើបចិត្តយ៉ាងខ្លាំងហើយកែវភ្នែកគាត់ក៏ប្រែជាសាហាវការសងសឹកភាពនឹងចាប់ផ្ដើមហើយថ្ងៃបន្ទាប់ឡាវ៉ាន់បានទៅដល់ទីក្រុងអូលីនស៍ដោយសារតែការសម្លាប់មនុស្សច្រើនឆ្នាំមកនេះគាត់មានឃ្លាំងជាង 510,000 កន្លែងនៅទូទាំងពិភពលោកដើម្បីទុកឧបករណ៍សម្លាប់មនុស្សគាត់រៀបចំខ្លួនរួចក៏ទៅចាំឃ្លាំមើលនៅមុខក្រុមហ៊ុនមួយហើយអ្នកនេះគឺជាគោលដៅរបស់គាត់វ៉ាវ៉ាន់បន្លំខ្លួនជាអ្នកសម្អាតលុបចូលក្នុងអគារតាមក្រោយអ្នកដឹកជញ្ជូនគាត់ចាប់ផ្ដើមរាប់ពេលវេលាដែលទ្វារបិទគឺមានរយៈពេល7វិនាទីបន្ទាប់មកគាត់ធ្វើជាផឹកទឹកអ្នកដឹកជញ្ជូនចេញមកវិញប៉ុន្តែគាត់មិនទាន់ចូលទៅភ្លាមទេគឺចាំដល់វិនាទីចុងក្រោយទើបគាត់ទប់ទ្វារជាប់គាត់ដកឧបករណ៍ចេញពីធុងសម្រាមស្ត្រីម្នាក់នោះឃើញហើយក៏មានការភ័យខ្លាចយ៉ាងខ្លាំងឡាវ៉ាន់ប្រមូលឧបករណ៍អេឡិចត្រូនិករបស់នាងរួចចូលទៅរកបុរសម្នាក់ទៀតអ្នកទាំងពីរនេះគឺជាអ្នកកណ្ដាលរបស់ឡាវ៉ាន់ហើយក៏ជាអ្នកដែលប្រាប់អាសេដ្ឋានផ្ទះគាត់ឲ្យគេដឹងពួកគេគិតថាបើបេសកកម្មបរាជ័យឡាវ៉ាន់គួរតែទទួលខុសត្រូវខ្លះប៉ុន្តែពួកគេមិនដឹងថាភរិយាគឺជាចំណុចរសើបរបស់គាត់ឡើយដែលគោ3ដើមត្រូវបានបុកចូលក្នុងដើមទ្រូងរួចគាត់ក៏ខលទៅប៉ូលីសដើម្បីទុកសង្ឃឹមឲ្យបុរសនោះជាធម្មតាមនុស្សដែលជក់បារីអាចទ្រាំបាន6ទៅ7នាទីប៉ុន្តែមិននឹកស្មានថាបុរសម្នាក់នេះសូម្បីតែ1នាទីក៏ទ្រាំមិនបានវ៉ាវ៉ាន់ក៏បានរៀបចំកន្លែងកើតហេតុរួចទៅរកស្ត្រីដែលនៅសល់ម្នាក់ទៀតស្ត្រីនោះនិយាយថានាងអាចប្រាប់ថាអ្នកណាជាអ្នកធ្វើបាបភរិយារបស់គាត់ប៉ុន្តែនាងសុំត្រឹមតែកុំឲ្យការស្លាប់របស់នាងមើលទៅដូចជាការឃាតកម្ម